បងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកថតវីដេអូប្លែកខុសពីមុនដោយសារពីមុនខ្ញុំថតវីដេអូបែបតគួនបែបអីចឹងទៅឲ្យបងប្អូនតាមដានច្រើនមែនទែនចូលវាថា13 អំបងប្អូនហើយទៅពេលចឹងទៅខ្ញុំឃើញថាខ្ញុំមានប្អូនច្រើនហើយប្រហុកច្រើនឥឡូវថ្ងៃនេះខ្ញុំមកផុសឲ្យប្លែកពីមុនដូចថាពីមុនខ្ញុំថតតគួនថតអីចឹងបងប្អូនតែថ្ងៃនេះខ្ញុំថតប្រហុកហើយនឹងប្អូនថៃប្រាបងប្អូនយល់ថាឈ្ងុយហើយឆ្ងាញ់មែនទែនហើយអត់មានប្រើលាក់ទេបងប្អូនអើយប្អូនយើងធម្មជាតិនេះបងប្អូននេះអូខ្ញុំចាក់បងប្អូនមើលសិនបងប្អូនណាធ្វើបានច្រើនមែនទែនអូនេះបងប្អូនអើយនេះអត់មានប្រើលាក់ប្រើអីទេនិយាយថាធម្មជាតិទាំងអស់ហ្មងហើយបងប្អូនណាដែលចូលចិត្តប្អូនចូលចិត្តអីមើលតាមវីដេអូហ្នឹងទៅនិយាយរួមទៅឃើញឃ្លានតែម្ដងហើយបងប្អូនណាដែលគាត់សម្រក់គីឡូអីបងប្អូនក៏មើលវីដេអូហ្នឹងអត់សោះបើថាសម្រក់គីឡូក៏មើលឲ្យសោះតែសារបងប្អូនតែមើលបងប្អូនឃ្លានហើយនិយាយរួមទៅអូនិយាយរួមដាក់កសក់ហើយគេហៅថាធ្រាប់ពុតញងឬមួយក៏អីគេស្លឹកអីគេហៅស្លឹកនេះធំធេដល់និយាយថាឆ្ងាញ់មានជាតិហ្មងបងប្អូនហើយបងប្អូនណាដែលចូលចិត្តឲ្យមើលវីដេអូហ្នឹងបងប្អូនមិនមែនមានតែប្អូនអីនេះប្រហុកសាច់ផ្អកសាច់និយាយរួមមួយសេតហើយសាច់ពៅក៏មានដែរបងប្អូនអាសាច់ពៅហ្នឹងគេហៅថាអាមហូបចុងខែចិត្តដាច់លុយបងប្អូននិយាយរួមបងប្អូនណាខ្លះដែលថាគាត់សើមានលុយចុងខែចិត្តដាច់ខែយ៉ាងសើមានលុយទិញអាសាច់ពៅនឹងទុកផ្ទះអត់ចេះខូចទេ3ឆ្នាំគាត់ខូចដែរបងប្អូនអើយហើយផ្អកនេះក៏ចឹងដែរបងប្អូនអើយ7 8 ខែគាត់ខូចដែរនេះបងប្អូនតែមានបាត់ពិសោធន៍ការធ្វើនេះបងប្អូនធ្វើហូបដល់បានយូរខែចឹងទៅបងប្អូនហើយថ្ងៃនេះខ្ញុំមកថតនេះខ្ញុំដោយសារបងប្អូនរងចាក់គាត់និយាយថាចង់ហូបផ្អកធម្មជាតិរបស់យើងហើយយកអត់មានប្រលាក់ពេលចឹងទៅខ្ញុំក៏មានឱកាសហ្នឹងខ្ញុំក៏ថតឲ្យបងប្អូនមើលទាំងអស់គ្នានេះមើលឲ្យបងប្អូនរបៀបថាចិត្តមិនដាច់ពីផ្អកធម្មជាតិរបស់យើងអញ្ចឹងបងប្អូនអ្នកមើលសាច់នឹងក្រហមអូយនិយាយរួមទៅថាបើថាសម្រក់គីឡូក៏មើលវីដេអូហ្នឹងបើថាអត់សម្រក់អីតាមដានដល់ចប់លេបទឹកមាត់ឲ្យបងប្អូនអូយបងប្អូននេះបងប្អូននឹងចាក់គាត់កំងឡើង20 គីឡូបងប្អូនទៅពេលចុងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងហើយគាត់អត់មានសួរកន្លែងអីទេគាត់ឃើញយើងធ្វើឆ្ងាញ់ហើយល្អនោះក្តែសួរទេហើយប្អូនយើងអត់មានប្រើលាក់ប្រើអីមួយសាច់វាឡើងធម្មជាតិសុទ្ធហ្មងបងប្អូននេះហើយមិនអោយឃ្លានមិនអោយចាក់ឲ្យបងប្អូនមើលមិននិយាយរួមទៅទំនងឲ្យឈ្ងុយរបៀបថាបងប្អូនខែធ្លាក់ខ្យល់លីអីចំហុយដាក់ម្ទេសស្ករបចេងរៀងស្ករច្រើនតិចហើយដាក់ព្រៀងសេរីតិចតែនេះយើងមិនដាក់ព្រៀងសេរីដោយសារវាមានជាតិខ្លាញ់អញ្ចឹងបងប្អូនវាឈ្ងុយខ្លាំងមែនទែនហ្មងបងប្អូនណែបងប្អូនអើយខ្ញុំតឹងចំមកថាបើខ្ញុំអត់តឹងវិញខ្ញុំថតវីដេអូខ្ញុំហូបផ្អកឲ្យបងប្អូនមើលតែថ្ងៃនេះអត់ហ៊ានថតទេដោយសារវាឈឺប្រហែលថ្ងៃនេះឈឺផ្ដាសាយឲ្យក្តៅខ្លួនឲ្យហ៊ានស្វោហើយវីដេអូមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនដែលតាមដានវីដេអូតគួនហើយមកតាមដានវីដេអូខ្ញុំចាក់ផ្អកឲ្យបងប្អូនមើលអញ្ចឹងទៅ